គឺទីមួយគឺលិខិតលោករងឈុនដាក់ទៅក្រសួងយុតិធម៌ត្រូវបានមន្ត្រីរដ្ឋបាលក្រសួងនេះបដិសេធមិនព្រមទទួលអ្នកនាំពាក្យក្រសួងយុតិធម៌ចេញសារការពីលោកកើតរិទ្ធរឿងពលរដ្ឋថាមិនដែលរកយុតិធម៌ជូនជនរងគ្រោះបានតែថាកញ្ញាឈឹមស៊ីធផ្ញើសារសាមញ្ញតែចាក់ដោតបេះដូងលោកហ៊ុនសែនក្នុងថ្ងៃគូបកំណើតគម្រប់75ឆ្នាំភាគីថៃបានឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋជាង600ខ្នងនៅតាមបណ្ដោយព្រំដែនអន្តរាគមបង្ក្រាបអំពើហិង្សាក្នុងគ្រួសារមួយករណីធ្វើឲ្យស្លាប់មនុស្ស6នាក់របួសធ្ងន់1នាក់នៅឯខេត្តពោធិ៍សាត់សារពីប្រជាពលរដ្ឋត្អូញត្អែររឿងការប្រើប្រាស់គ្រឿងញៀនពេញបន្ទុកគ្រប់ច្រកល្ហកនៅក្នុងប្រទេសកម្ពុជាក្រសួងព័ត៌មានប្រមានចាត់ការដោយឥតលើកលែងចំពោះអ្នកផលិតមាតិកាបំពានក្រមសីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់មនុស្សឃោសនិកបកកណ្ដាលអំណាចកាន់តែទម្លាក់តម្លៃសីលធម៌ខ្លួនទាបខ្លាំងរឿងមូលបង្កាច់មួងរ៉េតគណៈគិលានុបដ្ឋជាតិសម្រាប់ដកអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈគ្រូពេទ្យពីលោកឈុនផូលីរយៈពេល2ឆ្នាំវៀតណាមដណ្ដើមតំណែងថៃក្លាយជាប្រទេសទី2នៅអាស៊ានផ្នែកទីផ្សារអាកាសចរណ៍កាក់កបខ្លាំងកម្មជ្រួចប្លង់របស់រុស្ស៊ីផ្ដាច់ជីវិតប្រជាពលរដ្ឋស៊ីវិលអ៊ុយក្រែនចំនួន17នាក់និងរបួសជាង40នាក់នៅទីក្រុងគៀវនិងអាមេរិកគ្រោងបិទស្ថានកុងស៊ុលនៅប្រទេសខ្លះដើម្បីសន្សំសំចៃប្រាក់បាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទព័ត៌មានច្រើនមែនហើយបងប្អូនហើយខ្ញុំនឹងចាប់ផ្ដើមពីព័ត៌មានដំបូងទៅមុនក៏ប៉ុន្តែព័ត៌មាននេះគឺតកតងនឹងរឿងលិខិតរបស់លោករងឈុនដែលដាក់ទៅក្រសួងយុតិធធហើយត្រូវបានមន្ត្រីឬក៏ស្ថាប័ននេះមិនទទួលទេវាចម្លែកដែរបងប្អូនលិខិតដែលដាក់ដោយប្រជាពលរដ្ឋក្រសួងយុតិធធធ្វើការងារអីសប្ងៃនឹងគាត់បំរើអ្នកណាឲ្យប្រកាសព្រោះអីធម្មតាលិខិតរបស់ប្រជាពលរដ្ឋយកទៅដាក់ក្រសួងមានសិទ្ធិទទួលមានភារៈកិច្ចមិនមែនមានសិទ្ធិទេគឺមានភារៈកិច្ចក្នុងការទទួលលិខិតអីក៏ដោយហើយចាត់ការមិនចាត់ការអីគេដឹងអស់លោកយកទៅផ្អាប់ចោលតែរាល់តែដងទេគាត់ថាវាជាសិលធម៌វាជាសុជីវធម៌ហើយវាជាមុខងារសាធារណៈជាមន្ត្រីបំពេញកាតព្វកិច្ចក្នុងការបម្រើឲ្យប្រជាពលរដ្ឋទាំង18លាននាក់ព្រោះអីលោកទាំងអស់គ្នានឹងស៊ីប្រាក់ខែរាសតារាសបង់លុយឲ្យយកទៅដើម្បីដោះស្រាយបញ្ហាទុករាសមិនមែនតតែលិខិតរបស់គណៈបកកណ្ដាលអំណាចទៅបានទទួលហើយលិខិតរបស់ក្រមប្រឆាំងទៅត្រូវទម្លាក់ចោលឬក៏ទាត់ចោលទេដូច្នេះការទាត់ចោលលិខិតនេះគឺពុំមានមូលហេតុអ្វីឲ្យច្បាស់លាស់ទេគ្រាន់តែថាលោករងឈុនគាត់សរសេរនៅលើ Facebook របស់គាត់ដោយបង្ហាញខ្លឹមសារយ៉ាងខ្លីនៅក្នុង Facebook នេះក៏ដាក់ថានៅព្រឹកថ្ងៃទី5ខែសីហាឆ្នាំ2026នេះវេលាម៉ោង9ព្រឹកសហការីរបស់ខ្ញុំបានយកលិខិតដាក់ជូនទៅក្រសួងយុតិធធក៏ត្រូវបានមន្ត្រីរដ្ឋបាលក្រសួងនេះបដិសេធមិនព្រមទទួលហើយលោកក៏បានដាក់ថាសូមលោករដ្ឋមន្ត្រីក្រសួងយុតិធធមើលមន្ត្រីរបស់លោកផងបាទតាមពិតបើសិនជាមន្ត្រីថ្នាក់ក្រោមមិនទទួលហ្នឹងវាជាគោលការណ៍របស់ក្រសួងគេហើយគឺតកតនៅលោកកើតរដ្ឋនឹងឯងមិនមែនអ្នកណាម្នាក់សុកចេះតែមកអត់ទទួលលិខិតប្រជាពលរដ្ឋនោះទេដូច្នេះរឿងនេះគឺជារឿងសមត្ថកិច្ចរបស់ក្រសួងយុតិធធតើលោករងឈុនក៏ដាក់លិខិតអីទៅក្រសួងយុតិធធហ្នឹងបើដឹងតែដូចតែសំភ្លើងយ៉ាក់ហ្នឹងហេតុអីក៏នៅតែទៅដដែលធ្វើដូចតែរដ្ឋាភិបាលកោលទោសថៃជូនដំណឹងថៃ800លើកជាងអត់បានផលអីឥឡូវលោករងឈុនយកធននេះដែរកាលពីថ្ងៃទី1ខែកក្កដាបើចាប់តាមយើងចាំមិនអញ្ចឹងលោករងឈុនបានដាក់លិខិតមួយសុំអន្តរាគមន៍ពីក្រសួងយុតិធធតកតងនឹងការដកហូតសិទ្ធិនយោបាយនិងសិទ្ធិបោះឆ្នោតសិទ្ធិបញ្ចេញមតិសិទ្ធិសេរីភាពពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលត្រូវបានតុលាការកម្ពុជាដកហូតសិទ្ធិបែបនេះដែលបំពានដល់រដ្ឋធម្មនុញ្ញកម្ពុជាផងបំពានដល់កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយផងហើយការដកហូតសិទ្ធិទាំងនេះមិនមែនជារឿងលេងសើចទេព្រោះយើងដឹងហើយលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាពេលដែលចប់បំពេញទស្សនកិច្ច2សប្តាហ៍នៅកម្ពុជាថ្ងៃ31ខែកក្កដាគាត់បានធ្វើសន្និសីទសារព័ត៌មានមួយដោយលើកពីករណីលោករងឈុននិងលោកកម្មសខានេះមកនិយាយថាឲ្យពួកគាត់នៅក្រៅឃុំមែនក៏ប៉ុន្តែដកហូតសិទ្ធិសេរីភាពដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគាត់ដែលផ្ទុយនឹងច្បាប់ជាតិផងផ្ទុយនឹងច្បាប់អន្តរជាតិផងហើយស្នើឲ្យកម្ពុជាអនុវត្តពង្រឹងគោលការណ៍ច្បាប់នឹងឲ្យមែនតើប្រាប់ទៅរដ្ឋាភិបាលអត់ទាន់ឃើញគាត់តបអីមកវិញទេរដ្ឋាភិបាលអញ្ចឹងលិខិតរបស់លោករងឈុននេះគឺគ្មានអ្វីក្រៅពីស្នើឲ្យលោកកើតរិទ្ធដែលជារដ្ឋមន្ត្រីក្រសួងយុតិធធជួយរកយុតិធធឲ្យគាត់ផងព្រោះអីតុលាការជាន់ទាបបិទតែជាតុលាការឯករាជ្យតាមការអះអាងមែនហើយប៉ុន្តែអាជ្ញាធរក្រសួងយុតិធធជាអាណាព្យាបាលអញ្ចឹងត្រូវមើលការខុសត្រូវជួយដោះស្រាយគាត់ផងតើគេបំពេញនៅមុខអញ្ចឹងតើរដ្ឋមន្ត្រីក្រសួងយុតិធធក៏ធ្វើអីអត់ឃើញអំពើអយុត្តិធម៌នៅនឹងមុខហ្នឹងទេលិខិតរបស់លោករងឈុនហ្នឹងគឺកាលពីខែកក្កដាហ្នឹងគឺក្នុងន័យហ្នឹងគាត់មិននិយាយដូចខ្ញុំនិយាយគាត់ថាចង់សុំអន្តរាគមន៍ឲ្យរដ្ឋមន្ត្រីក្រសួងយុតិធធជួយមើលការរំលោភបំពានដកហូតសិទ្ធិសេរីភាពនយោបាយរបស់គាត់ផងចង់ឲ្យតែបានសិទ្ធិនយោបាយសិទ្ធិអីហ្នឹងមកឡើងវិញតាមសិទ្ធិដែលមានធានាក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណឹងឯងគ្មានតែសុំស្អីណាប្រាក់រង្វាន់សងជំងឺចិត្តក្នុងការធ្វើទុកបុកម្នេញអីផងទេបើតាមពិតទៅនៅក្នុងស្រុកណាក៏ដូចស្រុកណាដែរនៅពេលដែលរដ្ឋប្រព្រឹត្តអំពើអីខុសឆ្គងទៅលើប្រជាពលរដ្ឋគេទាបានលុយរាប់លានដុល្លារនោះពីរដ្ឋឲ្យសងព្រោះយើងធ្វើផ្ដេសផ្ដាស់តែរដ្ឋស្រុកខ្មែរក៏និយាយរឿងសងមានតែចាប់ថែមទៀតផង
ចឹងការពីខែកក្កដាមកដល់ម៉ោងនេះគឺមួយខែជាងហើយមួយខែ4 5ថ្ងៃហើយព្រោះថ្ងៃនេះថ្ងៃ6មិនថ្ងៃ5ហើយបងប្អូនអញ្ចឹងនៅក្នុងលិខិតដែលគាត់ដាក់ទៅចុងក្រោយនេះទៅថ្មីនេះកាលពីថ្ងៃទី5ហ្នឹងពីព្រឹកមិញហ្នឹងរួចទៅបានមន្ត្រីក្រសួងខាងរដ្ឋបាលក្រសួងយុតិធម៌បដិសេធហ្នឹងគឺមានខ្លឹមសារអញ្ចេះខ្ញុំបាទឈ្មោះរងឈុនភេទប្រុសអាយុកើតឆ្នាំ1969ជនជាតិខ្មែរសញ្ជាតិខ្មែរមានអាសយដ្ឋាននៅគុករកាសង្កាត់ចាងរ៉ែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញសូមគោរពជូនអាដាមបកនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌ស្ដីពីលិខិតចុះថ្ងៃទី1ខែកក្កដាឆ្នាំ2026ដាក់ជូនក្រសួងយុតិធម៌ហើយឥឡូវនេះលិខិតតកតងនឹងយោងតាមលិខិតនេះគឺខ្ញុំមានកិត្តិយសសូមជម្រាបជូនអាដាមរដ្ឋមន្ត្រីមេតាជ្រាបថាលិខិតចុះថ្ងៃទី1ខែកក្កដានោះដាក់ជូនទៅក្រសួងយុតិធម៌ទៅលោករដ្ឋមន្ត្រីក្រសួងយុតិធម៌មកដល់ពេលនេះអស់រយៈពេលជាង1ខែទៅហើយខ្ញុំបាទមិនបានទទួលការឆ្លើយតបនិងដំណោះស្រាយណាមួយពីក្រសួងយុតិធម៌នៅឡើយទេសូមលោកមេតាជួយពន្លឿនដំណោះស្រាយអំពីការស្នើសុំដោយមានខ្លឹមសារនៅក្នុងលិខិតកាលពីថ្ងៃទី1ខែកក្កដានោះផងតែប៉ុណ្្នឹងឯងខ្ញុំចាំសម្ដីលោកកើតរិទ្ធដែលធ្លាប់និយាយកោកសឹកមាត់តដោកឆ្អែតតពុះកបីនៅពេលដែលលោកកាន់ជារដ្ឋមន្ត្រីក្រសួងយុតិធម៌គាត់ប្រើពាក្យមួយថាឃ្លីនេះជាឃ្លាភាសាអង់គ្លេសទេប៉ុន្តែវាទូទៅនៅក្នុងប្រព័ន្ធយុតិធម៌គេប្រើអង់គ្លេសទៅថា justice delayed is justice denied ប្រែថាយុតិធម៌នៅពេលដែលវាពជាពេលយឺតយូរវាអត់មានទេយុតិធម៌ហើយគាត់ទិញរាល់ថ្ងៃឲ្យតែពេលមានវេទិកាអីគាត់ទិញហើយអញ្ចឹងយុតិធម៌ឯណាបើសិនជានៅតែការពជាពេលឥឡូវគាត់ដាក់មួយខែជាងហើយអត់មានបានដោះស្រាយអីសោះមែនហើយក្រសួងយុតិធម៌មានការងារច្រើនមិនមែនដោះស្រាយទៅលើលោករងឈុនមួយទេក៏ប៉ុន្តែលោករងឈុនជាប្រជារាស្ត្រដែលមានទុកធ្ងន់ហើយឲ្យក្រសួងយុតិធម៌ជួយដោះស្រាយដល់អញ្ចឹងទៅមានប្រជាពលរដ្ឋប្រហោះសារនៅតាមបណ្ដាញសង្គមមិនមែនតែករណីលោករងឈុនទេប្រហែលថ្ងៃហ្នឹងគាត់ប្រហោះសារពីថារដ្ឋមន្ត្រីក្រសួងយុតិធម៌លោកកើតរិទ្ធនេះមិនដែលជួយរកយុតិធម៌ឲ្យជនរងគ្រោះសំបីតែម្នាក់តកតងនឹងរឿងបុករត់ស្លាប់មនុស្សកូនអង្គញាមហាមន្ត្រីអីហ្នឹងគឺរួចខ្លួនឬក៏ដូចថាសង្គមយើងរិះគន់អញ្ចឹងទៅថាក្រសួងយុតិធម៌ជាពិសេសលោកកើតរិទ្ធហ្នឹងបិទផ្នែកចិត្តឈឹងអត់ជួយដោះស្រាយបានតែមួយករណីនេះបានមានប្រតិកម្មបាទរឿងលោករងឈុនដាក់ទៅហ្នឹងគឺអត់ឈឹងហើយអត់ទទួលលិខិតគាត់ទៀតហើយយើងមើលប្រតិកម្មហ្នឹងចេញពីអ្នកនាំពាក្យក្រសួងយុតិធម៌ម្សិលមិញហ្នឹងឯងលោកអែមច័ន្ទមករាគាត់ចំណាយពេលមិនដឹងជាប្រហែលម៉ោងឯទៅស៊ីឡើងវែងអនឡាញរៀបរាប់សាទរបានសាវតាដូចទុកសោកហ្នឹងប្រហែលរាប់សិបឆ្នាំមកហើយដើម្បីឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម Facebook ដែលរករឿងលោកកើតរិទ្ធថាអត់ដែលជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋរងគ្រោះឯណាបានម្នាក់ទេមានតែភាពអយុត្តិធម៌អញ្ចឹងលោកអែមច័ន្ទមករាហ្នឹងដើម្បីការពារមេផងហ្នឹងគឺសរសេរយ៉ាងវែងអនឡាញគឺឆ្លើយភ្លាមអត់ចាំស្អែកទី1គាត់ថាក្នុងនាមជាអ្នកនាំពាក្យក្រសួងយុតិធម៌ខ្ញុំសូមច្រានចោលទាំងស្រុងនៅការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់និងមានចរិតនយោបាយពីសំណាក់ក្រុមសកម្មជនបកប្រឆាំងមួយចំនួនឃើញចោទសកម្មជនបកប្រឆាំងចឹងទៅដែលថារដ្ឋមន្ត្រីក្រសួងយុតិធម៌តែបើរឿងរោគយុតិធម៌ឲ្យជនរងគ្រោះវិញមិនដែលបានយុតិធម៌សំបីម្នាក់នឹងក៏តបចឹងគាត់ថាក្រសួងគេមានយុទ្ធនាការចំនួន2ទី1យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនិងទី2យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយតាមឬក៏ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការគាត់ចង់បញ្ជាក់ថានៅក្នុងនេះគឺគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងពីរបានជំរុញដោះស្រាយការកកស្ទះសំណុំរឿងភាពមិនប្រក្រតីនឹងតាមតុលាការនិងដើម្បីបង្កើនល្បឿននិងការបង្កើនភាពត្រឹមត្រូវនៃការកាត់ក្តីប្រកបដោយតម្លាភាពជូនប្រជាពលរដ្ឋអីចឹងទៀតលោកថារដ្ឋមន្ត្រីក្រសួងយុតិធម៌ណាមិនមានឬក៏មិនអាចធ្វើអធិបញ្ជាដល់អគ្គព្រះរាជអាជ្ញាឬក៏ព្រះរាជអាជ្ញាឬធ្វើការតម្កល់ទុកអត់ចាត់ការនៅរឿងក្តីព្រមត្តនណាមួយបានឡើយតួនាទីរបស់រដ្ឋមន្ត្រីគឺការដឹកនាំគ្រប់គ្រងលើក្រសួងយុតិធម៌ដើម្បីធានាប្រព័ន្ធយុតិធម៌ដំណើរការដោយរលូនយុតិធម៌និងមានតម្លាភាពហ្នឹងការបកស្រាយគាត់មានប៉ុណ្ណឹងរដ្ឋមន្ត្រីក្រសួងយុតិធម៌អត់មានអធិបុលអីទេលោករងឈុនអញ្ចឹងលោកបានស្ដាប់ឮហើយដែលពួកគាត់បកស្រាយតបទៅអ្នកណាផ្សេងឯនោះទេប៉ុន្តែវាហាក់បីដូចជាត្រូវនឹងករណីរបស់លោកណែរងឈុនដែរព្រោះគេថារដ្ឋមន្ត្រីក្រសួងយុតិធម៌នេះតួនាទីរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌គឺដឹកនាំគ្រប់គ្រងលើក្រសួងយុតិធម៌ដើម្បីធានាប្រព័ន្ធយុតិធម៌ដំណើរការដោយរលូនយុតិធម៌និងតម្លាភាពចុះឥឡូវបើប្រព័ន្ធយុតិធម៌នោះវាអត់រលូនទេអញ្ចឹងធ្វើអីចុះអត់ព្រមចាត់ការគេទៅជួយដោះស្រាយគាត់ផងទៅលោករងឈុនហ្នឹងទទួលលិខិតគាត់ក៏តែមិនទទួលលើកមុនព្រមដល់ពេលលើកក្រោយអត់យកគាត់តែគ្នាទៅសួរនាំដល់ណាហើយប្រហែលជាខ្លាចរំខានពួកអត់ដឹងអស់ដោះស្រាយយ៉ាងម៉េចរឿងនយោបាយនេះចំពុងតែឆ្ងល់គាត់ប្រើពាក្យថាអញ្ចេះគាត់ថាពួកអ្នកដែលរិះគន់លោកកើតរិទ្ធពីរឿងអយុត្តិធម៌ហ្នឹងថាខ្លឹមសារហ្នឹងគឺជាការចាក់ដោតរឿងនយោបាយទេចាឥឡូវរឿងលោករងឈុនហ្នឹងមិនរឿងនយោបាយហើយចុះបើរឿងនយោបាយប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌លោកកើតរិទ្ធដោះស្រាយដែរទៅវាយ៉ាងម៉េចមិនបានយុត្តិធម៌ឲ្យប្រជាពលរដ្ឋហើយក៏កាត់បន្ថយការរិះគន់ក្រសួងដែរទេមិនអញ្ចឹងហ៎បាទឥឡូវខ្ញុំស្លេះរឿងហ្នឹងត្រឹមប៉ុណ្្នឹងសិនចុះឥឡូវចូលដល់ព័ត៌មានមួយទៀតគឺតកតងនឹងកញ្ញាឈឹមស៊ីធផ្ញើសារយ៉ាងសាមញ្ញតែចាក់ដោតបេះដូងលោកហ៊ុនសែនក្នុងថ្ងៃខួបកំណើតគម្រប់75ឆ្នាំយើងមិនដែលឃើញ
តំណាងសហជីពកម្មករសហជីពណាមួយដែលជាសហជីពឯករាជ្យនៅប្រទេសកម្ពុជានឹងសរសេរសារជូនពរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាឬគណៈបកកណ្ដាលអំណាចពីដើមមកទេព្រោះអត់ទម្លាប់សោះហើយណាមួយគឺមិនបាច់ចាំទៅជូនពរអីផងដឹងហើយព្រោះអីគេគ្នាគាត់នោះរាប់ម៉ឺនអ្នកឲ្យគេផ្ញើឲ្យមួយថ្ងៃអូសអត់ផុតទេរឿងសារជូនពរហ្នឹងសូម្បីតែព្រះមហាក្សត្រខ្មែរអត់ទាន់ដល់ថ្ងៃដែលត្រូវបុណ្យខួបកំណើតហ្នឹងផងព្រះអង្គក៏រុះរាន់ចេញសារជូនពរលោកហ៊ុនសែនអីអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋខ្លះរិះគន់ព្រះមហាក្សត្រទៀតថាព្រះអង្គបញ្ញាប់ជូនពរលោកហ៊ុនសែនមិនទាន់ដល់ថ្ងៃផងតែដល់ពេលលិខិតសុំអន្តរាគមន៍ឲ្យជួយដោះលែងអ្នកទោសមនសិការឬក៏លោករងឈុនអីដាក់ទៅព្រះបរមរាជវាំងកុំថាឡើយដល់អន្តររាជអន្តរាគមន៍សូម្បីតែមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងអត់ទាំងចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋទៅទៀតអញ្ចឹងទៅធ្វើឲ្យប្រជាពលរដ្ឋនឹងថ្នាក់នឹងព្រះអង្គច្រើនប៉ុន្តែណាស់ហើយព្រះកូណាប្រកាសប្របាទនរោត្តមសីហមុនីលោកមិនមានសិទ្ធិអំណាចអីទេនៅក្រោមការគ្រប់គ្រងអំណាចរបស់ថ្នាក់ដឹកនាំសប្តាហ៍ទេកញ្ញាឈឹមស៊ីធក៏បាននិយាយចេះថារីករាយថ្ងៃខួបកំណើតសម្ដេចពុកសូមឲ្យទេវតាបណ្ដាលចិត្តសម្ដេចពុកឲ្យមើលឃើញទុក្ខវេទនារបស់កម្មករគ្រប់វិស័យផងជាពិសេសដោះស្រាយវិវាទការងារនៅនាការបាទនេះកញ្ញាឈឹមស៊ីធជាប្រធានសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Casino Naga World សារនេះគឺជាសារដ៏កម្រហើយក៏ជាសារមួយហាក់បីដូចជាអង្រួនដួងចិត្តឲ្យថ្នាក់ដឹកនាំឲ្យដឹងថាទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់មេដឹកនាំហើយសូមឲ្យមេដឹកនាំនោះបើកភ្នែកមើលផងកោតក្រ Naga World នេះតស៊ូមតិ1685ថ្ងៃហើយតវ៉ា1685ថ្ងៃហើយគឺបើគិតជាឆ្នាំគឺ4ឆ្នាំកន្លះហើយតវ៉ា1685ថ្ងៃហើយរត់មានដំណោះស្រាយចោះហេតុអីបានជាថ្នាក់ដឹកនាំយើងមើលមិនឃើញណោះសង្ឃឹមថាសាររបស់កញ្ញាឈឹមស៊ីធនេះនឹងធ្វើឲ្យទេវតាបណ្ដាលឲ្យចិត្តលោកហ៊ុនសែនចោះជួយដោះស្រាយបញ្ហាពួកគាត់ឲ្យបានជោគជ័យឲ្យឆាប់ទៅកុំឲ្យវេទនាយូរពេកខាងលោក Thomas Andrews ហ្នឹងទៅជួបខាងកម្មករ Naga World និងសហជីពហ្នឹងក៏គាត់បានស្ដាប់កង្វល់ហើយក៏បានលើកនៅក្នុងសេចក្តីថ្លែងការណ៍គាត់ដែរថាអាជ្ញាធរជួនកាលយកវិធីគ្រាន់តែប្រគប់កិច្ចលោក Thomas Andrews ហ្នឹងនិយាយដែរសហជីពគ្នាត្អូញត្អែថាធ្វើទុកបុកម្នេញគ្នាតាក់ទងនឹងការចុះបញ្ជីឬក៏មិនដោះស្រាយបញ្ហាឲ្យដល់ពេលដោះស្រាយគឺដោះស្រាយរបៀបប្រគប់កិច្ចឬថាឲ្យតែឃើញនាមឲ្យទៅអត់មានដោះស្រាយដោយរឿងអីចឹងអូបលាយពេលដល់ទៅ4ឆ្នាំកន្លះអញ្ចឹងទៅបាទរឿងចឹងចាំបាច់ឲ្យអ្នករាយការណ៍ពិសេសហត់ទៅអីណាបាទឥឡូវបន្តទៅទៀតភាគីថៃបានឈូសឆាយបំផ្លាញផ្ទះប្រជាពលរដ្ឋ600ខ្នងគឺជាង600ខ្នងនៅតាមបណ្ដោយព្រំដែននេះគឺជាការចងក្រងឯកសារថ្មីពីរូបភាពប្រព័ន្ធផ្កាយរណបរបស់អង្គការលីកាដូអង្គការសិទ្ធិមនុស្សនៅមូលដ្ឋាននៅប្រទេសកម្ពុជាដែលថ្ងៃនេះគាត់បង្ហោះរូបភាពជាច្រើនសន្លឹកគឺ6សន្លឹករូបភាពមុនពេលជួបគ្នាជាមួយថៃនិងក្រោយពេលថៃគ្រប់គ្រងដែនអធិបតេយ្យរបស់ខ្មែរទាំងប្រមាណ10ដុំហ្នឹងមុនហ្នឹងគឺមានព្រៃស្ដុកខៀវស្រងាត់មានដំបូលផ្សងកសីផ្ទះរបស់ប្រជាពលរដ្ឋខ្មែរនៅមានពោពេញហ្នឹងគឺថាដូចថាមីដេដាស់ហ្នឹងក៏ប៉ុន្តែក្រោយពេលដែលមានកិច្ចព្រមព្រៀងបាត់ឈប់បាញ់ជាមួយថៃហើយស្រាប់តែផ្ទះហ្នឹងឈូសអស់លីងព្រៃឈើដើមឈើកសិផលហូបផ្លែអីក៏ឈូសរៀបអស់លីងជាង600ខ្នងនេះគឺឯកសារនេះគឺបានពីប្រព័ន្ធផ្កាយរណបហ្នឹងដែលអង្គការលីកាដូបានអះអាងថាយកមកពីខែមីនាឆ្នាំ2026ដែលបង្ហាញឲ្យឃើញថាកងកម្លាំងយោធារបស់ថៃហ្នឹងបានឈូសឆាយបំផ្លាញផ្ទះប្រជាពលរដ្ឋយ៉ាងតិចក៏627ខ្នងដែរមិនតិចទេបងប្អូនអាហ្នឹងតែផ្ទះទេនៅមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀតដោយទាំងវត្តអារាមផងនៅក្នុងភូមិចំនួន3គឺតាមបណ្ដោយព្រំដែនខ្មែរថៃក្រោយកិច្ចព្រមព្រៀងនៃបទជប់បាញ់ឆ្នាំ2025ថ្ងៃទី27ខែធ្នូហ្នឹងកាលពីខែមករា2026អង្គការលីកាដូធ្លាប់បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅហើយពាក់ព័ន្ធនឹងសកម្មភាពឈូសឆាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើននោះដែលស្ថិតនៅក្នុងភូមិជោគជ័យតំបន់បឹងតាគួននិងភូមិព្រៃច័ន្ទនៅខេត្តបន្ទាយមានជ័យកងកម្លាំងយោធាថៃបានឈូសឆាយផ្ទះសម្បែងនៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលភ្លាមក្រោយពេលដែលមានកិច្ចព្រមព្រៀងជប់បាញ់រវាងកម្ពុជានិងថៃការព្រួយបារម្ភទាំងនោះត្រូវបានលើកឡើងដោយផ្អែកលើរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសគឺ European Space Agency សង់ទីណាល់2ឥឡូវនេះយើងទទួលបានរូបភាពថ្មីជាច្រើនសន្លឹកដែលមានគុណភាពច្បាស់ជាងមុនក្រោយពេលដែលផែនទីរបស់ក្រុមហ៊ុន Apple Maps ត្រូវបានធ្វើបច្ចុប្បន្នភាពជាថ្មីម្ដងទៀតកាលពីខែមីនាឆ្នាំ2026ការធ្វើបច្ចុប្បន្នភាពរបស់ផែនទីក្រុមហ៊ុន Apple នេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីផ្ទះសម្បែងរាប់រយខ្នងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនខ្នងទៀតត្រូវបានឈប់បំផ្លាញក្នុងរយៈពេលជាច្រើនខែមកនេះនៅក្នុងតំបន់មួយចំនួននៃភូមិទាំង3នេះដែលកំពុងតែគ្រប់គ្រងដោយភាគីថៃរាប់ចាប់តាំងពីកិច្ចព្រមព្រៀងជប់បាញ់ត្រូវបានអនុវត្តអញ្ចឹងបងប្អូនចង់ដឹងរូបភាពយ៉ាងណាបងប្អូនចូលទៅមើលនៅគេហទំព័ររបស់ណែរបស់លីកាដូទៅព្រោះគាត់ដាក់នៅទីហ្នឹងបាទវាយតែពាក្យអង្គការលីកាដូឬក៏លីកាដូហ្នឹងទៅបងប្អូននឹងបានឃើញរូបភាពទាំងអស់នេះហើយគឺវាដោយវារហ័លឋានអញ្ចឹងគឺរលីងឆេញតែម្ដង
នេះគឺជាស្នាដៃរបស់ទាហានថៃនៅពេលដែលមានបទជបាញ់ហើយនៅបំផ្លាញភូមិឋានប្រជាពលរដ្ឋយើងយ៉ាងបែបនេះបាទគួរឲ្យស្រក់ទឹកភ្នែកបាទឥឡូវនេះតកតងនឹងរឿងថៃនេះខ្ញុំក៏ស្វៀតឱកាសបន្តិចមានព័ត៌មានមួយដែលខ្ញុំថាមែនតើខ្ញុំអត់ចង់រើសដុំថ្មចោលឆ្កែទេព្រោះវារំខានអត់បានប្រយោជន៍ក៏ប៉ុន្តែពេលខ្លះឆ្កែហ្នឹងវាឈួតទៅទៀតណារឿងឆ្កែធម្មតាមកខ្ញុំងុំនឹងឆ្កែឈួតទៀតឃោសនិកបកកណ្ដាលអំណាចកាន់តែទម្លាក់តម្លៃសិលធម៌ខ្លួនទៀបខ្លាំងរឿងមូលបង្កាច់មូលណារ៉េតប្រហែលជាអស់ក្បាច់អីហើយក៏មិនដឹងទៅបង្កើតអាវីដេអូ AI នោះមកលៀបពណ៌ថាមុងណារ៉េតហ្នឹងខុបខិតគ្នាជាមួយលោករាប់សំរាំងស៊ីដើម្បីទៅធ្វើយ៉ាងម៉េចឲ្យលោកកឹមសុខាបានជាប់គុកវិញអាហ្នឹងក៏បរាជ័យទៅប្រជាពលរដ្ឋថ្កោលទោសផងអ្នកជំនាញ digital ដូចលោកង៉ែតម៉ូសេអីគាត់ចាញ់បំភ្លឺពីរឿងឧបាយកលអក្រិតដែលធ្វើវីដេអូ AI បំផ្លាញព័ត៌មានឬក៏មូលបង្កាច់គ្នាហ្នឹងគឺជារឿងអសិលធម៌អីចឹងទៅហើយលោកមុននឹងបង្កើតរូប AI លោកសំរាំងស៊ីនឹងនិយាយជាមួយស្រីស្នេហ៍ណាចេះតែថាទៅហើយយកលោកអ៊ុំសំអាននិយាយទៅមួងណារ៉េតអ៊ុំសំអាននឹងដូចជាคล้ายជាឧបករណ៍ប្រើប្រាស់របស់ក្រុមឃោសនិករបស់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលខ្មែរដើម្បីហែកកិត្តិយសគេឈ្មោះសេចក្តីថ្លៃថ្នូរនឹងគេថាព័ត៌មានរបស់មួងណារ៉េតដោយរកអីហែកអត់បានមួយថ្ងៃគឺដូចឆ្កែឈួតចឹងគ្រប់គ្នាខ្ញុំឆ្ងល់ហេតុអីបានសិលធម៌ក្រុមនេះទៀបយ៉ាងនេះខ្ញុំមិនជាតូមនិញអីទេបើអស់លោកបកែជាអ្នកយកព័ត៌មានល្បីមកឡើងមកកុំថា1កុំថា10កុំថា100 1លានអ្នកក៏បានដែរឡើងមកតតាំងមតិគ្នាឲ្យថ្លៃថ្នូរណាស់បងប្អូនតែថោកទៀតដូចឆ្កែឈួតចេះមុំណារ៉េតអត់រកស៊ីលេងជាមួយព្រោះខ្ញុំនិយាយទៅគឺខ្ញុំអត់អាចអោនខំឆ្កែបានណាខ្ញុំវាមនុស្សដល់អញ្ចឹងបើសិនជាអស់លោកតម្លើងខ្លួនឲ្យខ្ពស់បន្តិចជាមនុស្សឲ្យបើត្រឹមជាឆ្កែក៏ឆ្កែធម្មតាកុំឲ្យដល់ឆ្កែឈួតរើតែខ្លាំងទេខ្លាចខំទៅវាកើតរោគឆ្លងទៀតអញ្ចឹងមុំណារ៉េតបោះវាជាឆ្ងាយតែមិនចង់ឲ្យអស់លោកថោកអញ្ចឹងពេកដែរវាខុសគីឡូគ្នាឆ្ងាយពេកមុំណារ៉េតអត់មានអីទេមានតែស្លាបពកាមានតែមីក្រូហ្វូនមួយមានតែ iPhone មួយនិងអ៊ីនធឺណិតផ្សាយហើយព័ត៌មានដែលយកមកបើអស់លោកចង់ចាញ់ផ្សាយព័ត៌មានស្អីដែលមុងណារ៉េតផ្សាយចាញ់ផ្សាយមកឧទាហរណ៍ថៃគេថាអញ្ចេះថាអញ្ចោះការពុតអញ្ចេះអីអញ្ចេះយកមកបកស្រាយមកឲ្យលើកអង្គហេតុនឹងមួយឲ្យបញ្ជាក់មកឲ្យច្បាស់តែកុំរបៀបដូចថោកទាបពេកខ្ញុំដូចជាទទួលយកមិនបានទី1តែវាស្រក់ទឹកភ្នែកនឹងភាពអសិលធម៌អគុណធម៌របស់មន្ត្រីឬក៏សកម្មជនឃោសនិករបស់គណៈបកកណ្ដាលអំណាចនិងរដ្ឋាភិបាលខ្មែរនេះមែនតើចង់ហែកមុងណារ៉េតនោះមួយថ្ងៃនិយាយពីរងអង្គុយតែរងនឹកទេធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋជេរមុងណារ៉េតឲ្យបានម្ដងក៏បាយឆ្ងាញ់ដែរណែវាទៅជាចែកហើយមិនដឹងថាមានរឿងអីទេរកតែរកនោះរកវាមិនឃើញណាមុងណារ៉េតនេះគឺវាអត់មានចំណុចឲ្យគេរកឃើញដើម្បីឲ្យជេរកើតសោះតែគេបង្កើតឲ្យជេរបានដោយសារតែភាពថោកទាបរបស់ក្រុមគាត់ម្សិលមិញនេះគឺខ្ញុំឃើញវីដេអូមួយបង្ហោះតាមបណ្ដាញសង្គមឲ្យគេចែកអូយព្រាតសបាយណាស់ហើយជាការកាត់តវីដេអូមួយคลิปខ្លីមួយដែលខ្ញុំនិយាយអំពីថៃគេបានប្រកាន់ជំហរគេយ៉ាងច្បាស់លាស់ថាដីតំបន់ភូមិនងច័ន្ទភូមិព្រៃច័ន្ទភូមិជោគជ័យហ្នឹងគឺជាដីរបស់គេទេគេអះអាងអស់លោកមានខួរទេអស់លោកមានការពិចារណាទេដែលចូលរៀននៅសាលារៀនដែរទេអត់យល់ពីការផ្សាយថាខ្ញុំបាននិយាយថាថៃគេអះអាងខាងគេណាគេប្រាប់ថាតំបន់ភូមិព្រៃច័ន្ទគឺជាដីគេទេគឺគេឲ្យខ្មែរនៅតាំងពីយូរហើយតាំងពី40 50ឆ្នាំមុនមកម្លេះដីហ្នឹងគឺដីគេចិត្តល្អតាគេឲ្យយើងនៅឥឡូវយើងល្មិលគុណថៃយើងទៅជានាំគ្នាទៅនៅដីគេឲ្យមិនចេញឥឡូវគេដេញតាមស្រួលយើងអត់ព្រមចេញតោះតែគេប្រើកម្លាំងដេញបានព្រមចេញអាហ្នឹងគឺគេប្រាប់ថាគេប្រាប់ច្រើនដងហើយអត់ចេញព្រោះដីហ្នឹងគឺជាដីរបស់គេស្របច្បាប់នេះគឺជាការអះអាងរបស់ថៃហើយខ្ញុំបានប្រាប់ទៀតថានេះគឺជាការអះអាងរបស់ថៃតើខ្មែរយើងត្រៀមខ្លួនយ៉ាងម៉េចដើម្បីទប់ទល់នឹងថៃដែលគេអះអាងបែបនេះខ្ញុំថាយើងកុំតប៉ែជាមួយថៃកុំថោកជាមួយថៃថាអីថាទៅដីទាំងអស់នោះជាដីរបស់ខ្មែរទេតើយើងនៅនឹង40ឆ្នាំព្រំដែនជំរំភៀសសឹកអីទាំងអស់សុទ្ធតែជាដីខ្មែរទេតើយើងកុំតប៉ែខាតពេលជាមួយនឹងការបកស្រាយរឿងដីនឹងដីអ្នកណាជាដីរបស់យើងផែនទីខ្នាត1លើ200,000សន្ធិសញ្ញាបារាំងសៀមសុទ្ធតែជាផុសតាងការពារយើងហេតុអីបានជាយើងទៅលុះតាមអ្វីដែលថៃថាយើងប្តឹងទៅតុលាការព្រំដែនអន្តរជាតិនិងយុត្តិធម៌អន្តរជាតិទៅស្រាប់តែគេទៅកាត់យកអាកន្លែងដែលខ្ញុំនិយាយថាថៃអះអាងថាហ្នឹងគឺអត់មានអាពាក្យថៃអះអាងថាទៀតទៅយកថាថៃគេច្បាស់ណាស់គឺដីហ្នឹងដីរបស់គេខ្មែរហ្នឹងទៅនៅខុសច្បាប់ណែឯងមិនព្រមចាញ់ហើយថាខ្ញុំគ្រប់ត្រថៃគ្រប់ត្រសៀមអីហើយអាមីអាថងគេហ្នឹងអូយអាជ័យធ្លាក់ទឹកគេមកប្រសាចកាបាតផ្សារការទៀនជេរប្រមាថអីហេតុអីបានជាអស់លោកថោកយ៉ាងនេះអស់លោកខ្ញុំពងតែឆ្ងល់តើអស់លោកចង់បានអីឲ្យប្រកាសការបំពល់ព័ត៌មានម្ដងហើយម្ដងទៀតមិនដែលលើកគុណធម៌សុជីវធម៌សិលធម៌របស់ក្រុមអស់លោកទេវាធ្វើឲ្យក្រុមអស់លោកកាន់តែថាប់ទៅវិញទៅតាបើយើងនិយាយទៅថាចាស់ក្រែងមុងណារ៉េតចង់ឲ្យក្រុមនឹងថោកចឹងទេខ្ញុំមិនចង់ឲ្យអស់លោកថោកទៀតជាឆ្កែឈួតចឹងទេខ្ញុំចង់ឲ្យអស់លោកខ្លាយទៅជាមនុស្សមានតម្លៃដូចគេដូចឯងមានសិលធម៌មានគុណធម៌ fight like a man
បើអង្គលោកចង់ប្រកួតទេពាក់កង់មកហាត់រៀនមកឡើងលើរិញវៃមកគីឡូ65គីឡូ65គីឡូហាត់សមតហូបប្រហុកហូបកាពិហូបអីក៏ដោយឡើងមកឲ្យវាមានក្បួនមានច្បាប់ពាក់កង់វៃគ្នាមកកុំបោចសក់កុំបិទភ្លើងកុំយកកាភ្លើងជុងហើយកុំខំបិទតិចដូចម៉ៃថៃសិនអញ្ចឹងអស់លោកថោកទាបយ៉ាងនេះតើឲ្យខ្ញុំមែនតើខ្ញុំអសូវអស់លោកទេខ្ញុំនិយាយនេះណានិយាយម្ដងទៀតឈប់ថោកបានហើយព្រោះអីមួងណារ៉េតនិយាយវីដេអូមានរយៈពេលជួនកាល2ម៉ោងពន្យល់ពីដើមដល់ចប់អស់លោកទៅកាត់មកជ្រុងកន្លែងណាមួយហើយយកមកវាយប្រហាសុកចិត្តឲ្យប្រជាពលរដ្ឋជេរបតិចផ្ដាសាអ្នកដែលមិនដឹងគ្នាចេះតែជ័យធ្លាក់ទឹកចេះទៅហើយមួងណារ៉េតហ្នឹងលប់អាចខ្សៀលប់សតិលប់អីចឹងស្អីណាអូយក៏ប៉ុន្តែខ្ញុំអាសូរត្រង់ថាទី1គឺយើងធ្វើឲ្យគូក្បាលខ្មែរហ្នឹងកន្លក់ទី2គឺដោយសារតែយើងហ្នឹងប្រាប់ព័ត៌មានមិនត្រឹមត្រូវអញ្ចឹងហើយបានជាខ្ញុំចង់ឲ្យអស់លោកហ្នឹងកលោរៀងធ្ងន់បន្តិចវាស្រាលពេកថោកពេកចុះទៅលេងផុកប្រឡាក់បាក់ប៉ុសចឹងអន់ណាខ្ញុំចង់ឲ្យអស់លោកឲ្យថ្លៃធ្នូទេហើយខ្ញុំនិយាយនេះយកតែប៉ុនទេខ្ញុំនិយាយត្រង់ព្រោះអីកុំធ្វើអំពើធូរថ្លៃអញ្ចឹងពេកមិនកើតទេយើងដឹងហើយថាសិលធម៌សុជីវធម៌គឺមានតម្លៃណាស់ហើយការដែលបំពល់ព័ត៌មានហើយយកមកមកកណាត់កន្លែងនេះហើយយកមកវីបហាអីវាអស់ក្បាច់ចង់និយាយអស់ក្បាច់អីមកហែកមូនរ៉េតនឹងអត់បានហើយជាមែនតែមូនរ៉េតនឹងមិនមានស្អីអីឲ្យអស់លោកនឹងមកយកចិត្តទុកដាក់អីក៏សម្បើមម្ល៉េះណាអត់ពេលទៅធ្វើអញ្ចឹងធ្វើឲ្យមូនរ៉េតនឹងខ្លាយទៅជាបុគ្គលដែលអស់លោកអត់មិនបានទៅវិញណាវាទៅជាចាក់មូនរ៉េតអត់ចង់ល្បីអីទេលោកហើយបានហើយប្រឹងតែធ្វើអីការងារអស់លោកឲ្យប្រជាពលរដ្ឋគ្រប់ស្រឡាញ់ទៅបើចង់បានឲ្យប្រជាពលរដ្ឋតាមដានមើលដូចមូនរ៉េតអញ្ចឹងហើយកុំមកក្តិចកុំមកពលិចកុំមកជន់ក្តិចត្រួយអីអញ្ចឹងអាវប្បធម៌ជន់ក្តិចត្រួយពលិចគ្នានេះគឺជាវប្បធម៌ចង្រៃតាលោកប៊ុនច័ន្ទមុលនិយាយពីចរិតខ្មែរហ្នឹងគឺចរិតថោកទាបអញ្ចឹងចរិតឃើញគេលូតបន្តិចតាំងក្តិចគេឲ្យខ្លួនឯងអត់ខំប្រឹងរចាំទៅលួចយកគេយកកលិបអីគេលោកប៊ុនច័ន្ទមុលសរសេរសភៅពីរឿងចរិតខ្មែរថោកទាបនេះខ្ញុំចង់មកលោកប៊ុនច័ន្ទមុលមែនតើខ្មែរមិនថោកទាបដូចលោកគិតទេលោកបានទទួលអនិច្ចកម្មទៅហើយប៉ុន្តែអស់លោកទាំងអស់គ្នាជួយគ្នាណាជួយប្រាប់ទៅលោកប៊ុនច័ន្ទមុលប្រាប់វិញ្ញាណក្ខន្ធរបស់លោកថាខ្មែរយើងមិនថោកទាបដូចលោកគិតទេខ្មែរយើងថ្លៃថ្នូរដែរប៉ុន្តែជួយធ្វើផងកុំឲ្យវិញ្ញាណក្ខន្ធលោកប៊ុនច័ន្ទមុលនៅតែវល់ជាមួយយើងនៅតែគិតថាគាត់ថាត្រូវជួយផងបងប្អូនជួយគ្នាម្នាក់បន្តិចកុំថោកទាបពេកថោកទាបណាស់សិលធម៌កុំទាបពេកបងប្អូនហើយបងប្អូនអញ្ចឹងទាំងអស់គ្នានឹងណាឃើញជួយគ្នាឃើញទៅម្នាក់ពីរទៅបើឃើញគេនិយាយពីរឿងមួងណារ៉េតគេកាត់វីដេអូខ្លីឲ្យមិនសមហេតុផលកុំជេរគេបងប្អូនណាខ្ញុំសូមអង្វរកុំជេរគ្នាកុំទៅបាច់ទៅខំឆ្កែខំអីអត់ទេចង់ឲ្យបងប្អូនគ្រាន់តែបញ្យល់ដាក់ថាបើសិនជាតាមខ្ញុំដឹងមួងណារ៉េតគាត់និយាយច្រើនជាងហ្នឹងមិនមែនមកកណាត់ប៉ុណ្្នឹងទេកាត់តអញ្ចឹងទៅមើលវីដេអូគាត់ពេញអញ្ចឹងទៅហើយមានដំណរភ្ជាប់ហ្នឹងដាក់នៅក្នុងហ្នឹងក៏បានដែរហើយមិនបាច់និយាយអីទាំងអស់នេះខ្ញុំសូមអង្វរបងប្អូនដើម្បីជួយកែចរិតសតិឆ្កែឈួតទាំងនេះទី2បងប្អូន report ណាជួយ report គ្នាកុំធ្វើអញ្ចឹង report ទៅ Facebook report ទៅ YouTube ទៅម្នាក់បន្តិចទៅយូរអ្នកទាំងអស់នេះដាច់ខ្យល់ហើយព្រោះអីអស់មានអ្នកមើលអស់អីទៅគេបិទ block account គាត់ទៅគាត់អត់អាចធ្វើផ្ដេសផ្ដាស់អញ្ចឹងបានទេបងប្អូនទៅជួយការពារយុត្តិធម៌គ្នាបើស្រឡាញ់ខ្ញុំឬក៏បើមិនស្រឡាញ់ខ្ញុំក៏ហីចុះស្រឡាញ់យុត្តិធម៌ជួយគ្នាបងប្អូនណា block ពួកនេះចោលឲ្យអស់រាយការណ៍ពួកនេះចោលឲ្យអស់រាល់ពេលតែយូរទៅគាត់ឡើងទៅរួចហើយគឺគាត់ដូរកណនីអីបានមែនប៉ុន្តែយើងចិត្តតែជួយរាល់ថ្ងៃរាល់ពេលទៅអត់ប្របាក់ទេបងប្អូនគាត់ទៅចុចទៅអាចុច3ហ្នឹងហើយដាក់ report អាហ្នឹងក៏បានដែរទី3បើសិនជាមិន report ទេ block ចោលកុំទៅអូសមើល block ចោលទៅព្រោះពីអសិលធម៌អគុណធម៌ខ្វះសុជីវធម៌ឬក៏ផ្សព្វផ្សាយព័ត៌មានមិនពិតនេះគឺវាខាតពេលខាតប្រយោជន៍បងប្អូនអាចចង់ស្ដាប់ថាចាំមើលគេនិយាយអីពីមួងណារ៉េតមិនបាច់ទេមិនបាច់យកចិត្តទុកដាក់ទេមួងណារ៉េតគឺជាមាសសុទ្ធអត់ខ្លាចភ្លើងទេទោះជារោលខ្មៅប៉ុណ្ណាក៏ដោយប៉ុន្តែដោយសារខ្ញុំជាអ្នកព័ត៌មានដែរអញ្ចឹងបើឃើញព័ត៌មានពីលាអាវ៉ាសាយបាត់ផ្សារប្រឌិតឬក៏អសិលធម៌អគុណធម៌បែបនេះក៏ខ្ញុំជួយមកនិយាយយកតែប៉ុនទេកុំឲ្យទៅថោកពេកហើយតែពេលធ្វើអញ្ចឹងគឺគេចោទទៅក្រុមគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាភ្លាមវាអាក្រក់មុខទៅក្រុមអស់លោកទេព្រោះអីមួងណារ៉េតនិយាយដើម្បីប្រយោជន៍រួមឲ្យដល់ពេលហើយយកមកហែកជេរបតិចផ្ដាសាមាក់ងាយប្រមាថការទៀនសិតតែខ្ញុំនឹងមិនមែនវាចតែមាត់ទេវាចទាំងខួរអីទៀតគឺថាប្រមាថការទៀនដល់អាស្អីគេពិការភាពអីហ្នឹងគឺកាន់តែថោកទៅទៀតខ្ញុំបាននិយាយឲ្យថារឿងស្អីក៏ដោយគឺកុំទៅទៀបពេកតែទៀបទៅវាធ្វើឲ្យចរិតថ្លៃថ្នូររបស់អស់លោកហ្នឹងវាថោកហើយយូរទៅវាបង្កើតឲ្យសង្គមមួយពុលទៅនឹងការថោកតែខ្ញុំនិយាយទៅខ្ញុំសរសើរក្រសួងព័ត៌មានដែរតែយូរហើយអត់ព្រមចាត់ការអីទេខ្ញុំនិយាយរឿងក្រសួងព័ត៌មានហ្នឹងតែម្ដងខ្ញុំសរសើរនេះដោយសារអីគាត់ចេញសារមួយគឺប្រមានចាត់ការអ្នកផលិតមាតិកានៅលើបណ្ដាញសង្គមដែលខ្វះក្រមសីលធម៌ខ្វះគុណធម៌ខ្វះអីអញ្ចឹងឃើញឥឡូវក្រសួងព័ត៌មានក៏គិតថារឿងនេះគឺជារឿងមិនត្រឹមត្រូវដែរខ្ញុំកោតសរសើរក្រសួងព័ត៌មានគួរធ្វើកិច្ចការងារនេះឲ្យបានច្រើនហើយច្រើនជាងហ្នឹង100 ដងទៀតនោះប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តថាធ្វើនេះជាការត្រឹមត្រូវហើយក្រសួងព័ត៌មានប្រមានចាត់ការដោយឥតលើកលែងចំពោះអ្នកផលិតមាតិកាបំពានក្រមសីលធម៌សង្គមនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស
បងប្អូនត្រូវចាំថាក្រសួងគឺពុំមានតែអ្នកផលិតមាតិកាប្រហែលជាមានអាជ្ញាប័ណ្ណឬក៏មានសិទ្ធិផលិតអីអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះគឺក្រសួងនិយាយដូច្នេះក្រោយក៏ហៅក្រុមអ្នកផលិតមាតិកាលើបណ្ដាញសង្គម2ក្រុមរួចទៅហើយដើម្បីយកមកអប់រំសិលធម៌និងដាស់តឿនក្រសួងព័ត៌មានដែលហៅក្រុម2ក្រុមនោះគឺមានក្រុមទី1ក្រុមនាយក្រឹបនិងក្រុមទី2គឺក្រុមគ្រូទឿដែលយកមកអប់រំណែនាំឲ្យធ្វើកិច្ចសន្យាកែតម្រូវបន្ទាប់ពីរកឃើញថាបង្កើតមាតិកាប៉ះពាល់ដល់សិលធម៌សង្គមតម្លៃស្ត្រីខ្មែរនិងការប្រើប្រាស់រូបឬក៏យកកាកបាទក្រហមឬពេទ្យវិជ្ជាជីវៈអីហ្នឹងមិនត្រឹមត្រូវឬក៏ផ្សព្វផ្សាយមាតិកាហ្នឹងគឺដូចជាយករូបរាងកាយស្ត្រីហ្នឹងជាឧបករណ៍ទំនិញបញ្ចេញដើមទ្រូងអីហ្នឹងគឺថាវាធម្មតាហើយតែមែនតើទៅអារឿងការរលបទទួលទានអីដែលមិនមែនធ្វើជាចោលអីហ្នឹងវាមិនសូវអីទេក៏ប៉ុន្តែកុំឲ្យលឺលួសពេកបងប្អូនព្រោះអីស្ត្រីខ្មែរយើងដឹងហើយតម្លៃស្ត្រីខ្មែរសកុតសង្គមសុភាពរៀបសារប៉ុន្តែតម្លៃឬក៏រាងកាយរបស់ស្ត្រីគឺជាការសម្រេចរបស់បុគ្គលផ្ទាល់ខ្លួនក៏ប៉ុន្តែពេលខ្លះនៅក្នុងការផលិតមាតិកាខ្លះគឺយើងបង្កើតឲ្យមានភាពស្រាបស្រាលត្រេកត្រអាលផ្លូវភេទដើម្បីឲ្យគេ like share នឹងអីហ្នឹងគឺមិនមែនជាសិល្បៈទេគឺជាការដែលយករូបរាងស្ត្រីហ្នឹងយកមកលក់គឺដើម្បីឲ្យមានសដន់ហ្នឹងគឺឲ្យវាធំឲ្យវាទលុកទលុនអីចឹងទៅអស់លោកហ្នឹងគឺថាតាក់ទាញដោយសារតែគិតថាអ្នកមើលហ្នឹងគេចាប់អារម្មណ៍ជាពិសេសប្រុសអីចឹងតយូរទៅវាទៅជារឿងការដែលបង្កើតការតាក់ទាញដើម្បី like and share យករូបរាងស្ត្រីហ្នឹងយកមកធ្វើជាឧបករណ៍រកស៊ីអានេះគឺជារឿងមួយដែលវាខុសសិលធម៌ដែរប៉ុន្តែបើនិយាយពីស្ត្រីគេស្អាតគឺគេចង់បង្ហាញចង់អីដោយខ្លួនឯងតាមធម្មជាតិអត់អីទេតែនេះជារបរនៅពេលដែលជារបរហើយយកស្ត្រីហើយយកមកបង្ហាញឲ្យឃើញលិចលើលិចក្រោមបែបនេះខ្ញុំជឿថាអាហ្នឹងគឺវារៀងលើសដែរខ្ញុំមិនហាមឃាត់ទេបងប្អូនរកទទួលទានខ្ញុំជឿថាពួកគាត់ដូចថាបង្ហាញដើមទ្រូងបង្ហាញអីជាស្ត្រីអីហ្នឹងយ៉ាងណាគឺថាវាខុសសិលធម៌អីបន្តិចតួចមែនក៏ប៉ុន្តែបើគាត់មិនធ្វើចោលគាត់មិនលួចជាតិគាត់មិនទៅធ្វើអីមួយដើម្បីឆក់ប្លន់គេក៏គិតថាជារបរដោយសុចរិតដែរគ្រាន់តែរបរសុចរិតហ្នឹងវាលើសបន្តិចទេបងប្អូនកាត់បន្ថយទៅកុំឲ្យវាពាសវាលពាសកាលពេកហើយវាជ្រុលអីអញ្ចឹងទៅហើយតាមពិតក្រសួងយកទៅអប់រំនេះខ្ញុំជឿថាជាការល្អដើម្បីដាស់តឿននៅមានច្រើនទៀតណាស់ហើយម្ដងទៀតបងប្អូនទាំងអស់គ្នាហ្នឹងរឿងទាំងអស់ហ្នឹងក្រសួងម្នាក់ឯងដោះស្រាយមិនចាញ់ទេព្រោះក្រសួងព័ត៌មានតាហ៊ានទៅរដ្ឋបတ်សិទ្ធិសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានការបញ្ចេញមតិការអីរបស់អ្នកផលិតមាតិកាគេចោទទៀតថាយើងនឹងទៅរដ្ឋបတ်សិទ្ធិសេរីភាពប្រជាពលរដ្ឋនៅក្នុងការរកទទួលទានអីលក្ខណៈអីអញ្ចឹងទៅព្រោះអីអានេះគឺជាសេរីភាពនៅក្នុងការរកមិនធ្វើចោលមិនធ្វើអីអញ្ចឹងអាចនឹងរងឥទ្ធិពលនេះអញ្ចឹងក្រសួងអាចអប់រំណែនាំជាពិសេសក្រសួងកិច្ចការនារីក្រសួងអីហ្នឹងមកអប់រំសិលធម៌ឲ្យក្រុមអស់នេះគេអប់រំ100ដងហើយមិនដែលរៀងផងហ្នឹងវាអត់មានអីប្លែកទេគ្រាន់តែថាយូរហៅមកផឹកតែចត់ម្ដងទៅគ្រាន់តែជាការដាស់តឿនកុំឲ្យអ្នកដទៃទៀតហ្នឹងប្រសិទ្ធប្រសាទលើកមុនណាគ្រាន់តែតារាចម្រៀងស្លៀកខ្លីអីតែបន្តិចឡើងឆាកហ្នឹងហៅទៅអប់រំខ្ញុំគិតថាពេលខ្លះវាមិនហើយយើងជាតារាជួនកាលរូបរាងគេស្អាតហ្នឹងគឺជាតម្លៃការដែលស្រឡាញ់ខ្លួនគេគ្រាន់តែថាជាតារាល្បីបង្ហាញលើឆាកបានន័យថាយើងតាក់ទាញអតិថិជននៅក្នុងន័យអូសទាញឲ្យគេទៅមើលភាពសេចស៊ីស្រាប់ស្រាលអីមួយអាហ្នឹងវាខុសគុណធម៌តែបន្តិចទេប៉ុន្តែវាមិនមានច្បាប់ខ្មែរណានៅក្នុងប្រការណាមាត្រាណានៅក្នុងរដ្ឋធម្មនុញ្ញដែលចែងថានារីខ្មែរត្រូវស្លៀកត្រឹមណាហើយមិនបញ្ចេញអីត្រឹមណាអត់ទេរឿងនេះគឺជារឿងសិលធម៌សុទ្ធសាធអត់តាក់ទងរឿងច្បាប់ទេច្បាប់មានចែងមួយគឺហាមស្រាតនៅសាធារណៈបើយើងស្រាតហ្មងគឺជាអំពើអហាភិអាហ្នឹងគេចាប់ហើយព្រោះច្បាប់ចែងតែបើយើងគ្រាន់តែបញ្ចេញសាច់ស៊ីលិចលើលិចក្រោមតែយើងបិទបាំងកន្លែងខ្លះប្រហាញប្រឡែងកន្លែងខ្លះវាអត់មានច្បាប់ណាមកចាប់យើងដាក់គុកដោយសារការបង្ហាញហ្នឹងទេច្បាប់វាអញ្ចឹងដែរណាបងប្អូនព្រោះអីគឺគេក៏គិតពីសេរីភាពរបស់មនុស្សដែរប៉ុន្តែសិលធម៌សំខាន់គឺសុជីវធម៌នេះធ្ងន់ណាស់ធំជាងច្បាប់ទៀតដែលបងប្អូនត្រូវជាប់នឹងក្រមសីលធម៌ឲ្យគួរគិតគ្នាផងកូនយើងចៅយើងគ្មានស្រីមានអីអញ្ចឹងដែរតើយើងធ្វើដូច្នេះតើគ្នាយ៉ាងម៉េចមកចាប់ស្អីវប្បធម៌ខ្មែរចាប់បឺតមាត់គ្នាអីនៅលើបណ្ដាញសង្គមអីហើយវាធម្មតាជាសិទ្ធិសេរីភាពក៏ប៉ុន្តែនៅលើកញ្ចក់ទូរទស្សន៍យើងធ្វើអីនៅព្រៃលហុងខ្វងអីនៅណាកន្លែងខ្ចោះនៅប្រៃលៀបឬចកាអនងអីណាធ្វើទៅវាមិនអីទេវាបិទចិត្តសម្រាប់2នាក់3នាក់ហ្នឹងមកក្រុមអីធ្វើប៉ុន្តែដល់ពេលយើងបង្ហាញនៅលើបណ្ដាញសង្គមយើងត្រូវគិតអំពីផលប៉ះពាល់ដល់សិលធម៌វប្បធម៌និងការអប់រំក្មេងៗដែលគ្នាទៅបំពេចមកនោះឃើញអញ្ចឹងរាល់ថ្ងៃអញ្ចឹងគ្នាលែងខ្មាស់លែងអៀនលែងស្គាល់សិលធម៌ស្គាល់គុណធម៌ព្រោះជាទង្វើដែលគេអនុញ្ញាតឲ្យធ្វើចាប់បឺតមាត់ចាប់អីបង្ហាញសុដន់តលុកតលុនអីម្នាក់គេគិតថាហ្នឹងគឺជាអំពើត្រឹមត្រូវអញ្ចឹងពឺតែប្រឹងតែអញ្ចឹងទៅកែសម្ផស្សទៅបូមទៅដាក់ស៊ីលីកូនអីអញ្ចឹងឲ្យទៅតាមគ្នាវាជាសិទ្ធិសម្រេចរបស់បងប្អូនមែនហើយគ្មានអ្នកណាគេទៅទូម្នាក់គ្រាន់តែថាជាសាធារណៈល្មមកុំឲ្យលើសសិល្បៈហើយប៉ុន្តែកុំឲ្យលើសរហូតដល់ថាយកជារបរដើម្បីតាក់ទាញអាហ្នឹងអីទៅយើងយករាងកាយស្ត្រីជាអាជីវកម្មគឺវាជារឿងមួយបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្ត្រីទូទៅវិញទេសម្រាប់យើងបានលុយប៉ុន្តែស្ត្រីទូទៅគ្នាគិតថាយើងចាប់ផ្ដើមបំផ្លាញឲ្យប៉ះឲ្យស្ទាបអង្អែលបបោសអីបានស្រេចចិត្តវារកម្មចិត្តណាស់បងប្អូនយើងមើលទូរទស្សន៍វីដេអូគេ
សំបីតែជក់បារីគេដាក់ទៀតថាជក់បារីហ្នឹងគឺបើបញ្ចាំងទៅក្មេងអាយុប៉ុណ្ណេះឆ្នាំមិនឲ្យមើលទេក៏ភ្លើងហ្នឹងបើលើកកាន់បាញ់ទៅគេមិនឲ្យគេកាត់ចោលអីចឹងគឺគេថាអំពើហិង្សាហ្នឹងគេអប់រំក្មេងមិនឲ្យមើលមិនឲ្យអីហើយឥឡូវប្រព័ន្ធផ្សព្វផ្សាយហ្នឹងវាអើយពិបាកគ្រប់គ្រងខ្ញុំជឿថាក្រសួងព័ត៌មានក៏គ្នាពិបាកដែរតែខ្ញុំកោតសរសើរក្រសួងនៅក្នុងការចាត់វិធានការនៅក្នុងរឿងនេះហើយខ្ញុំសង្ឃឹមថាពួកបាតផ្សារពួកសវឹងស្រាទួអួតនួពួកជេរបចោប្រមាថការទៀនជាពិសេសអ្នកដែលយកជនពិការយកមកធ្វើជាឧបករណ៍ក្នុងការលាបពណ៌ក្នុងការបន្ទោសបង្អាប់ក្នុងការយកជនភេទទី3មកធ្វើជាលបែងឧបករណ៍កំ pl ែងលេងអីនេះល្មមឈប់ហើយខ្មែរយើងមកដល់ឆ្នាំនេះហើយខ្ញុំថាគួរតែយើងប្រែប្រួលច្រើនហើយព្រោះអីយើងឆ្លងកាត់របបណែវាលពិឃាតឬអីហើយយើងកសាងប្រទេសមក30-40ឆ្នាំសិលធម៌យើងគួរតែគ្រាន់បើជាងមុនហើយបងប្អូនវាទៅជាថយជាងមុនណាបងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភារកិច្ចទទួលខុសត្រូវគ្រប់គ្នាកុំទម្លាក់បន្ទុកតែទៅលើរដ្ឋាភិបាលនិងក្រសួងព័ត៌មានព្រោះក្រសួងព័ត៌មានក៏ដោះស្រាយបញ្ហាឆ្កឹះទៅតាមករណីដែលគាត់ចង់ធ្វើដែរទេបើករណីមន្ត្រីដែលបានប្រយោជន៍ទៅគណៈបកប្រជាជនកម្ពុជាជេរបតិចផ្ដាសាអ្នកណាហែកសរងអីក៏គាត់មិនជឿក្បាលហៅមកអប់រំណែនាំអីដែរប៉ុន្តែបើថាក្រុមអ្នកប្រឆាំងវិញជាពិសេសដូចក្រសួងយុតិធម៌អីវិញណាក្រុមអ្នកប្រឆាំងរិះគន់ឯងតិចអូគេតបមកយ៉ាងលឿនហើយទៅថាលៀបពណ៌ឲ្យក្រុមប្រឆាំងនឹងតាមពេចនឹងឲ្យលឿនតែប្រឆាំងមិនប្រឆាំងយើងកុំតែខ្វល់រឿងតើវាគោលការណ៍យុតិធម៌ហ្នឹងតើវាប៉ះពាល់ដល់គេទូទៅអញ្ចឹងដែរអត់បើប៉ះពាល់ដោះស្រាយទៅអីអញ្ចឹងទៅបាទខ្ញុំស្លេះរឿងនឹងត្រឹមប៉ុណ្ណឹងឥឡូវចូលដល់ព័ត៌មានបន្តទៀតតាក់ទងនឹងរឿងអន្តរាគមបង្ក្រាបអំពើហិង្សាក្នុងគ្រួសារធ្វើឲ្យស្លាប់មនុស្ស6នាក់របួសធ្ងន់1នាក់នៅឯខេត្តពោធិ៍សាត់ជារឿងអកុសលមែនតើខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រាមក្រំដល់ក្រុមកងកម្លាំងសមត្ថកិច្ចរបស់យើងផងមានមន្ត្រីសមត្ថកិច្ច2រូបផងមានប្រជាការពារ2រូបផងបានស្លាប់នៅក្នុងអក្រិតកម្មឬក៏អំពើកើតឡើងនេះវាជាការគប់គ្រាប់បែកដោយជនប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារដែលជាប្តីហើយទៅគាត់មានរឿងឆ្លោះគ្នាជាមួយប្រពន្ធដោយសារគាត់នឹងញៀនគ្រឿងញៀនទៅទៀតគ្រឿងញៀននេះចាំខ្ញុំបញ្យល់នៅក្នុងពេលដែលប្រជាពលរដ្ឋកំពុងតែលូលទាំខ្លាំងមែនទែនរឿងគ្រឿងញៀននឹងវាចូលដល់ច្រមុះដូចចូលដល់ករបស់យើងហើយព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃនេះគឺថ្ងៃទី5ខែសីហានេះដោយយើងឃើញថាអ្នកដែលស្លាប់នៅក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកដែលបោកដោយជនបង្កនេះតាមពិតគាត់ក៏ស្លាប់ដែរមិនមែនរស់ទេបោកឲ្យស្លាប់ទាំងអស់គ្នាតែម្ដងអ្នកដែលស្លាប់គឺមានទី1លោកសាមរាគឺនាយប៉ុស្តិ៍បាទទី2លោកសូសវណ្ណរិទ្ធគឺមន្ត្រីប៉ុស្តិ៍ក៏ស្លាប់ដែរទី3គឺលោកច្រនព្រឹមប្រជាការពារស្លាប់លោកសុកអានប្រជាការពារក៏ស្លាប់ដែរលោកចិន្តាប្រជាការពារស្លាប់ប្រជាការពារស្លាប់3នាក់គឺមន្ត្រីនគរបាលស្លាប់2នាក់និងជនបង្កឈ្មោះអែមដុំក៏ស្លាប់ដែរហើយអ្នករបួសធ្ងន់ម្នាក់ទៀតគឺឈ្មោះថាវ៉េវឿនប្រជាការពារក៏របួសធ្ងន់គឺនិយាយទៅ7នាក់របួសធ្ងន់ម្នាក់ស្លាប់6ហេតុការណ៍នេះគឺកើតឡើងដោយសារតែតាមលោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហោះនៅលើ Facebook គាត់ប្រហែល1ម៉ោងមុននេះគាត់និយាយថានៅព្រលប់ថ្ងៃទី5ខែសីហាម៉ោងយើងទាំងអស់គ្នាទទួលព័ត៌មានដ៏ក្រៀមក្រំបំផុតពីករណីពលីរបស់មន្ត្រីនគរបាលជាតិនិងប្រជាការពារសរុបចំនួន5រូបស្លាប់ជនបង្កម្នាក់និងរបួសប្រជាការពារ1រូបក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារនៅឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់បាទយោងតាមរបាយការណ៍បឋមរបស់អភិបាលខេត្តនិងស្នងការនគរបាលខេត្តពោធិ៍សាត់ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀននិងប្រើអំពើហិង្សាក្នុងគ្រួសារដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមចុះទៅជួយអន្តរាគមន៍បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្កក៏ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះជនបង្កក៏បំផ្ទុះគ្រាប់បែកបាទគួរឲ្យសោកសង្រេងណាស់ហើយរឿងនេះគឺជួយសង្គ្រោះក៏អញ្ចឹងរឿងនេះវាជាបទពិសោធន៍គួរឲ្យសោកសៅសង្រេងមែនហើយក៏ប៉ុន្តែវាក៏ជាមេរៀនមួយសម្រាប់ប៉ូលីសដែរលើក្រោយពេលចូលទៅបង្ក្រាបគ្រឿងញៀនគ្រឿងអីត្រូវត្រៀមមានរថយន្តមានស្អីមានខែលមានអីឲ្យមាំជាងនឹងបន្តិចជាបទពិសោធន៍មួយដើម្បីការពារអាយុជីវិតរបស់ប្រជាការពាររបស់យើងឬក៏ប៉ូលីសនគរបាលរបស់យើងដែរក៏ប៉ុន្តែរឿងគ្រឿងញៀននេះគឺបងប្អូនគឺជារឿងអំពើទុកខ្លាំងមែនតើហើយដោយសារតែប្រជាពលរដ្ឋត្អូញត្អែខ្លាំងណាស់ខ្ញុំទទួលសារនេះស្ទើរតែរាល់ថ្ងៃតែដោយសារថ្ងៃនេះមានរឿងនឹងកើតឡើងហើយខ្ញុំក៏ផ្សាយសាររបស់ប្រជាពលរដ្ឋដែលត្អូញត្អែមកប្រាប់ខ្ញុំគាត់ថាសូមជួយផ្សាយផងឥឡូវនេះគាត់ថាគាត់មិនមែន드라ម៉ាទេគាត់សង្គមយើងសពថ្ងៃសម្បូរមនុស្សផឹកស្រាសាច់គ្រឿងញៀនពិបាករស់នៅណាស់ឥឡូវសម្បូរមនុស្សជក់គ្រឿងញៀនទៀតពីមុនមិនដល់ថ្នាក់ហ្នឹងទេហើយសូមឲ្យខ្ញុំជួយផ្សាយហ្នឹងគាត់រហូតដល់លើកឡើងចេះប្រុសជាពិសេសដែលមិនត្រឹមតែដល់រឿងជក់គ្រឿងញៀនទេគាត់ថាមនុស្សយើងសពថ្ងៃជាមនុស្សស្រីគ្នាពិបាកណាស់ដោយសារនៅក្នុងគ្រួសារមានប្រុសជាបង្គោលគ្រួសារឥឡូវប្រុសនឹងជាប្តីជាឪពុកជាបងជាអីអញ្ចឹងគឺខ្វះការទទួលខុសត្រូវដោយសារទី1គឺខ្សែបគ្រឿងស្រវឹងសូរ៉ាហ្នឹងគឺ
ធ្លាក់ផ្នែករងថ្ងៃទី2គឺខ្សែបគ្រឿងញៀនទៀតគាត់ថាប្រុសស្រុកខ្មែរឥឡូវច្រើនលើសលុបណាស់រាប់មិនអស់ទេផឹកស៊ីវីវក់គ្មានការទទួលខុសត្រូវហើយពេលលែងលះគ្នាជាមួយប្រពន្ធគឺលែងលះគ្នាគឺមនុស្សស្រីច្រើនណាស់ដែលរងបន្ទុកនេះពេលដែលលែងលះគ្នាហើយ10នាក់គឺមិនទាន់មានមនុស្សប្រុសណាម្នាក់ទេដែលចិញ្ចឹមកូនអ្នកខ្លះកូនមិនមែន1ទេ2 3ណោះដូចចុះនរកអញ្ចឹងពិបាកមែនតើគាត់បន្តទៀតថាគាត់មិនមែនដ្រាម៉ាទេគាត់ឃើញនឹងភ្នែកបើអត់ជឿគាត់ថាគាត់មិនចង់ដៀលមនុស្សប្រុសទេព្រោះអីប៉ាគាត់ក៏ជាមនុស្សប្រុសដែរក៏ប៉ុន្តែរឿងនេះគឺជារឿងពិតដែលគួរឲ្យឈឺចាប់ណាស់ព្រោះអីមនុស្សស្រីគាត់ឈឺចាប់ពេលឃើញរឿងនេះគាត់មានរឿងពីរដែលគាត់មកនិយាយរឿងមនុស្សប្រុសខ្វះការទទួលខុសត្រូវមានផឹកស្រាអួតនួជក់គ្រឿងញៀនហើយកូនពីហើយទៅមិនទទួលខុសត្រូវមិនបង់ប្រាក់អាហារកិច្ចខ្ញុំថារឿងនេះគឺជារឿងអសិលធម៌អគុណធម៌នៅក្នុងសង្គមខ្មែរមួយដែលយើងឃើញកើតឡើងជាធម្មតាជាទូទៅគឺរឿងដែលការដែលមានកូនបង្កើតកូនចោលហើយចេះតែបង្កើតទៅហើយទុកឲ្យស្ត្រីគ្នារ៉ាប់រងហើយគ្មានការដែលទៅបង្គាប់អាហារកិច្ចបានណាព្រោះធម្មតានៅស្រុកអាមេរិកនេះតែយើងមានកូននៅក្នុងចំណងអាពាហ៍ពិពាហ៍មិនអាពាហ៍ពិពាហ៍អីក៏ដោយកូនក្រោមអាយុ18ឆ្នាំគឺបើស្ត្រីជាអ្នកដែលថែរក្សាកូនហ្នឹងគឺមានសិទ្ធិប្តឹងទៅតុលាការឲ្យបុរសជាប្តីហ្នឹងគឺផ្ដល់ប្រាក់អាហារកិច្ចជួយចិញ្ចឹមកូនដល់អាយុ18ឆ្នាំនៅពេលដែលកូននោះអាចធ្វើការបានអញ្ចឹងក្នុងក្រោមអាយុ18ឆ្នាំត្រូវតែផ្ដល់រហូតរកការងារអីបានធ្វើគឺត្រូវកាត់ប្រាក់ខែហ្នឹង500 $1000អីមកបើកូនមួយ500 1000ហ្នឹងគឺត្រូវជួយគ្រប់កូនអញ្ចឹងទាំងអស់បើកូន5គឺខ្សោះខ្លួនហើយរកអីក៏ដោយឲ្យតែបានលុយអីក៏ដោយគឺរដ្ឋត្រូវតែកាត់ឲ្យចូលមកសងកូនតែម្ដងតែដោយសារប្រព័ន្ធគេវាត្រឹមត្រូវអ្នកឯងទៅរកការងារអីអ្នកខ្លះដល់ពេលខូចដែរដល់ពេលរដ្ឋកាត់ឲ្យមានការងារសងលុយអាហារកិច្ចទៅធ្វើការលុយសុទ្ធគិតខុសច្បាប់ដើម្បីកុំឲ្យបង់ឲ្យកូនថោកមែនតើក៏ប៉ុន្តែរដ្ឋគេនៅតែមិនឲ្យរួចខ្លួននេះឯងអាចរស់នៅក្នុងស្ថានភាពអញ្ចឹងមួយជីវិតបើនៅតែកិច្ចគេនៅតែឲ្យតែសងអញ្ចឹងអត់មានបាត់ពីការសងទេតែនៅស្រុកខ្មែរសងអាម៉េចឥឡូវទៅរកនៅណាប្រុសខូចនឹងជួនកាលទៅយកប្រាក់ខែគាត់ហ្នឹងមកឲ្យសងឲ្យកូនមិនបើទៅធ្វើការរោងចក្រឧទាហរណ៍ប្រាក់ខែ$210យកមកបង់អាហារកិច្ចប្រមាណទៀតបង់អញ្ចឹងអើយពិបាកមែនតើអញ្ចឹងនេះគឺជាសិលធម៌ខ្ញុំផ្ដាំទៅប្រុសទាំងអស់គ្នាពង្រឹងសិលធម៌ឡើងវិញបើខ្លួនគ្មានសមត្ថភាពទេកុំបង្កើតកូនហើយបើបង្កើតកូនទទួលខុសត្រូវជាឪពុកមិនមែនបានន័យគ្រាន់បង្កើតកូនចោលមកទេណាជាឪពុកគឺបង្កើតកូនរក្សាកិត្តិយសសេចក្តីថ្លៃថ្នូរអប់រំព្រៀនបដៅកូននេះឲ្យល្អនៅក្នុងសង្គមនេះគឺជាកាតព្វកិច្ចរបស់យើងចិញ្ចឹមបីបាច់ថែរក្សាឲ្យល្អខ្លាយទៅជាមនុស្សល្អក្នុងសង្គមព្រោះយើងជាឪពុកមិនមែនបង្កើតមកសេដ្ឋកិច្ចទេព្រោះវាធ្វើឲ្យកូនហ្នឹងកើតជំងឺគេហៅថាផ្លូវចិត្តបាក់ស្បាត់ដល់ពេលហើយជីវិតគ្រួសាររបស់គាត់ហ្នឹងមកជីវិតនឹងមានបញ្ហាហ្នឹងដោយសារតែរឿងយើងបង្កើតកូនចោលហ្នឹងហើយរឿងបាច់បាក់ព្រាត់ប្រាសនារីគ្រួសារអីហ្នឹងលែងលះគ្នាវាយដំច្រំធាក់អំពើហិង្សាសពបែបយ៉ាងអញ្ចឹងគិតឲ្យច្បាស់លាស់បើគ្មានសមត្ថភាពគ្មានលទ្ធភាពចិញ្ចឹមកូនចិញ្ចឹមបីបាច់ទេកុំយកកូនហើយក៏កុំបាច់នឹងរៀបការអីដែរនៅម្នាក់ឯងទៅព្រោះយើងវាល្អជាងហើយបើបង្កើតកូនហើយទទួលខុសត្រូវជាឪពុកមិនមែនបង្កើតកូនដូចឆ្កែដូចឆ្មាក៏គេចិញ្ចឹមកូនឲ្យទៅដោះមើលថែការពារដែរយើងកុំឲ្យអន់ជាងសត្វទៀតអញ្ចឹងយើងត្រូវទទួលខុសត្រូវរហូតដល់កូននឹងចប់អស់ជីវិតដូចគ្នារៀងខ្លួនព្រោះហ្នឹងជាភារកិច្ចរបស់យើងតាហើយបើយើងដើរកិច្ចផុតហើយទុកឲ្យស្ត្រីនៅរាប់ម្នាក់ឯងវេទនាគ្នារងសម្ពាធសពបែបយ៉ាងគឺយើងនឹងគឺខុសគុណធម៌ខុសសិលធម៌ខុសច្បាប់ខុសសពបែបយ៉ាងកុំធ្វើដូច្នេះបងប្អូនកុំឲ្យយើងថោកទាំងប្រុសទាំងស្រីជាទូទៅវិបត្តិហ្នឹងកើតទៅលើស្ត្រីទេទៅបង្កើតកូនចោលហើយទុកឲ្យស្ត្រីរាប់តែម្នាក់ឯងហើយខ្លួនឯងដើរទៅរកស្រីថ្មីឯណាទៀតទៅហើយទៅបង្កើតកូនណាទៀតទៅហើយផឹកស៊ីទៅតែគេតវ៉ាសុំទៅវាយដំច្រំធាក់ធ្វើបាបគេផ្លូវចិត្តផ្លូវកាយសពបែបយ៉ាងរឿងនេះសង្គមអត់ទៅមុខទេបាទឥឡូវខ្ញុំពេលខ្លះទៅវាតាំងទ្រូងពេកចិត្តទេសនាខ្លះទៅដើម្បីបានជាបច្ច័យអីខ្លះឲ្យបងប្អូនហ្នឹងក៏បានធូរចិត្តដែរបានលឺជួយផ្សាយឥឡូវនេះគឺចូលដល់រឿងគណៈកិលានុបដ្ឋាជាតិសម្រាប់ដកហូតអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈពីគ្រូពេទ្យឈុនផាលីរយៈពេល2ឆ្នាំខ្ញុំសូមកោតសរសើរគណៈពេទ្យនៅស្រុកខ្មែរហ្នឹងដែរហើយក៏សរសើរអភិបាលខេត្តកណ្ដាលដែលទៅដកញាមន្ត្រីពីប្រធានស្អីមជ្ឈមណ្ឌលសុខភាពនៅសត្វត្បូងពីលោកឈុនផាលីហ្នឹងឲ្យមកជាមន្ត្រីធម្មតាបើជួបប្រជាពលរដ្ឋទាមទារឲ្យដកឲ្យអស់តែម្ដងហើយផ្ដំទាទោសអីក៏ដោយប៉ុន្តែនេះក៏ជាចំណាត់ការមួយដែរកុំឲ្យអត់សោះហើយឥឡូវនេះខាងពេទ្យខាងអីគឺខាងនេះក៏គេដកអាជ្ញាប័ណ្ណលោកឈុនផាលីហ្នឹងមិនឲ្យធ្វើកិច្ចការងារវិជ្ជាជីវៈពេទ្យ2ឆ្នាំខ្ញុំជឿថានេះជាចំណាត់ការត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាអសិលធម៌អគុណធម៌របស់ពេទ្យព្រោះអីលោកឈុនវុធីលោកឈុនផាលីគឺជាមនុស្សម្នាក់មែនក៏ប៉ុន្តែអាវពេទ្យណាបងប្អូនដូចប្រសង់អញ្ចឹងណានៅពេលដែលយើងក្រងស្បង់ចៃវរហើយយើងឡើងខ្លាយជាបុគ្គលឯកជនទៀតហើយគឺយើងខ្លាយជាបុគ្គលសាធារណៈតំណាងឲ្យព្រះពុទ្ធសាសនាពេលដែលប្រសង់ក្រងចៃវរគឺយើងតំណាងឲ្យព្រះពុទ្ធណាយើងឡើងជាបុគ្គលឯកជនហើយអញ្ចឹងរាល់ការប្រព្រឹត្តរបស់យើងគឺយើងគិតដល់តម្លៃសាសនាដល់តម្លៃព្រះពុទ្ធសាសនាដល់តម្លៃដល់ល្អផូរផង់ដែលប្រជាពលរដ្ឋទាំងជីដូនយើងទាំងជីតាយើងទាំងម្ដាយយើងគោរពប្រណិប័តដូច្នេះយើងមិនអាចធ្វើអីផ្ដេសផ្ដាសទេ
ដោយគ្នាពេទ្យអញ្ចឹងតែពាក់សម្លៀកបំពាក់ពេទ្យគឺគេដឹងថាយើងមានវិជ្ជាជីវៈយើងឆ្លងកាត់សាលាបង្រៀនអីស្រួលបួល4 5ឆ្នាំ6ឆ្នាំឬក៏យ៉ាងម៉េចមានក្រមសីលធម៌វិជ្ជាជីវៈយើងមិនមែនចេះតែធ្វើអីស្រេចតែអំពើចិត្តទៅតាមកាមតណ្ហានៃកិលេសរបស់យើងអំពើពាលារបស់យើងបានទេព្រោះអីវាជាកំសួលអារម្មណ៍របស់បុគ្គលឯកជនរបស់យើងមួយចំអិនកំពឹសមែនហើយក៏ប៉ុន្តែវាប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើវិស័យសុខាភិបាលចុះពេទ្យដទៃទៀតដែលគេចិត្តល្អគេចិត្តបានគេជួយប្រជាពលរដ្ឋតើប្រជាពលរដ្ឋមើលក្នុងវិស័យសុខាភិបាលហ្នឹងក្នុងរូបភាពអាក្រក់ប៉ុណ្ណាដូច្នេះយើងត្រូវចេះខ្មាស់គេចេះហ៊ានសំទោសហើយចេះឈប់ហ្មងលាឈប់ពីអាជីពហ្នឹងហ្មងទៅរត់ម៉ូតូដប់អីទៀតទៅដើម្បីឲ្យប្រជាពលរដ្ឋកុំឲ្យអស់សង្ឃឹមហើយគិតថាអូម្នាក់ហ្នឹងតិចមកធ្វើពេទ្យអីទៀតហ្នឹងនិយាយទៅបោចវ៉ាឬក៏ទៅជីកធ្វើបន្លែអីឲ្យបាត់ពីពិភពលោកក៏បានដែរព្រោះលោកប្រព្រឹត្តខុសឥឡូវនេះគាត់ឃើញមានសារមួយកាលថ្ងៃ3ឬសុកលោកឈុនប៉ូលីហ្នឹងសរសេរថាគាត់សុំទោសសុំអីដែរប៉ុន្តែអាសារសុំទោសហ្នឹងគឺគាត់និយាយថាគាត់នៅតែមិនបានប្រព្រឹត្តជ្រុលជ្រោះអីអញ្ចឹងនិយាយទៅខ្ញុំសូមស្នើបងប្អូនទាំងអស់គ្នាអ្នកណាក៏ដោយបានហើយព្រោះប្រជាពលរដ្ឋចង់បានការសុំទោសកុំថាខ្ញុំសុំទោសក៏ប៉ុន្តែមិនបាច់ក៏ប៉ុន្តែប៉ុនស្កអីទេព្រោះអីយើងតែពេលយើងសុំទោសហើយចប់ប៉ុណ្ណឹងទៅកុំឲ្យប្រជាពលរដ្ឋគិតថាយើងហ្នឹងគឺមិនស្មោះត្រង់ដូចលោកស្រីស្អី Angela USA brand អីណានោះមកសុំទោសហើយក៏ប៉ុន្តែកុំមានក៏ប៉ុន្តែប៉ុនស្កអីទៀតបានហើយខ្ញុំសុំទោសចំពោះកំហុសឆ្គងនេះខ្ញុំរៀងចាលឲ្យខ្ញុំនឹងមិនប្រព្រឹត្តឲ្យនេះទៀតទេខ្ញុំសុំទោសដល់ក្រុមគ្រួសារដល់ពេទ្យដល់អីបងប្អូនទាំងអស់និងក្រុមគ្រួសារខ្ញុំដែរដែលខ្ញុំប្រព្រឹត្តខុសឆ្គងប៉ុណ្ណេះហើយចប់ខាន់ចប់តែប៉ុណ្ណឹងខ្លីខ្លឹមអត់បាច់មកបកស្រាយថាខ្ញុំនឹងធ្វើអញ្ចេះទេដើម្បីខ្ញុំជួយខ្ញុំកូនចៅគេនឹងគេឈឺស្កាត់ខ្ញុំនឹងពេទ្យខ្ញុំត្រូវជួយបានហើយគេដឹងតើពេទ្យភារកិច្ចពេទ្យគឺជួយសង្គ្រោះអញ្ចឹងតើប៉ុន្តែយើងតែច្បាច់ដោះគេនិយាយចេះចោះឲ្យវានិយាយស្រួលស្ដាប់ខ្ញុំសុំទោសហើយខ្ញុំពេលខ្លះវារកអាពាក្យការទូតអីហ្នឹងមិនកើតទេអស់លោកនេះបើការទូតទៅដូចចាប់អន្ទង់អញ្ចឹងយកដៃទៅច្បាច់ដោះគេអញ្ចឹងហើយច្បាច់ធ្វើសរសៃដើម្បីកាមតណ្ហាកិលេសរបស់ខ្លួនឯងឲ្យទៅយើងទៅប្រាប់គេថាអាហ្នឹងគឺជាការជួយសង្គ្រោះខ្ញុំថាចង់ទៅតម្លាក់បាតម្ដងដែរតែអត់អីទេទុកមកវិញហើយចង្រៃមែនតើចង្រៃរឿងមានអ្នកទៅគ្រប់ត្រអញ្ចឹងទៀតនេះអស់លោកនឹងសិលធម៌អីគេបើពេទ្យនឹងថាសិលធម៌នឹងវាសម្រាមទៅហើយមានអស់លោកមួយចំនួនហ្នឹងអ្នកផ្សព្វផ្សាយព័ត៌មាន fresh news ប្រហែលជាលោកនឹងចង់ល្បីខ្ញុំមិនដឹងលោកវ៉ាន់សារាយលោកចង់ល្បីមែនទេខ្ញុំធ្វើឲ្យលោកល្បីបើលោកចង់ល្បីប៉ុន្តែល្បីនេះគឺគេជេរមរាយទេបើសិនជានៅស្ងៀមកុំស្រដីជាតាពីជ័យខ្ចីជាជាងតនេមាត់ក៏ល្អដែរលោកឲ្យវាឃើញទឹកហូរផងបើហែលប្រជ្រះទឹកគឺត្រូវហើយស្អីគេទៅចេញវីដេអូមួយមកគេទៅនិយាយការពារថាលោកគ្រូពេទ្យគេជួយយើងសោះឲ្យយើងទៅឲ្យអំពើគុណធម៌របស់គេហ្នឹងទៅធ្វើឲ្យគ្រូពេទ្យដទៃទៀតគេលែងចង់ជួយអ្នកជំងឺណាហើយបើលោកវ៉ាន់សារាយគិតថាពេទ្យដូចលោកឈុនវុធីឈុនផលីនេះគឺជាពេទ្យដែលមិនអាចខ្វះបានចាំគ្រួសារលោកចាំបងប្អូនលោកឈឺស្កាត់ឲ្យគ្រូពេទ្យនេះទៅច្បាច់ទៅស្ទាបទៅព្រោះអាហ្នឹងបែបវាត្រូវក្រុមគ្រួសារលោកច្រើនជាងព្រោះបើសិនជាក្រុមគ្រួសារគេដទៃនៅលើពិភពលោកនេះណាក៏មើលថាគ្រូពេទ្យនេះគឺគ្មានសិលធម៌គ្មានគុណធម៌ហើយលោកនឹងខ្វះសិលធម៌ទៅទៀតនៅក្នុងការមកការពារអញ្ចឹងកើតដែរឥឡូវសំបីតែក្រសួងក៏គេដកអាជ្ញាប័ណ្ណរដ្ឋការក៏គេដកអាជ្ញាប័ណ្ណលោកគួរតែចេញមកសុំទោសសាធារណជនជំនួសលោកជុនផលីនេះទៅទៀតថាខ្ញុំនឹងវាផ្ដេសផ្ដាស់ណាស់ភ្លីភ្លើណាស់ដែលខ្ញុំមើលមិនគ្រប់ជ្រុងជ្រោយដែលខ្ញុំការពារខ្ញុំស្រឡាញ់ពេទ្យខ្ញុំមិនចង់ឲ្យការដែលគេខំជួយសង្គ្រោះឲ្យទៅជាអសទ្ធាអីចឹងតែខ្ញុំមើលវីដេអូហ្នឹងឡើងវិញទៅខ្ញុំក៏ឃើញថានេះជាអំពើជ្រុលជ្រោះខ្ញុំសុំទោសខ្ញុំសុំផ្សាយកែមកវិញខ្ញុំជាអ្នកសារព័ត៌មានមិនគួរណាចោលមកសៀតអីចឹងទេអាហ្នឹងប្រហែលជាល្អប៉ុន្តែលោកវ៉ាន់សារាយនេះប្រហែលជាមិនមានសិលធម៌គ្រប់គ្រាន់នឹងធ្វើដូច្នេះទេដឹងខ្ញុំលើកទឹកចិត្តបើលោកមានសេចក្តីថ្លៃថ្នូរជាអ្នកសារព័ត៌មានដែលគួរឲ្យប្រជាពលរដ្ឋស្ដាប់តែណាស់ហើយកសែត Fresh News នឹងណាក៏គេដឹងដែរគាត់ថាកុំឲ្យទម្លាក់ខ្លួនលោកថោកទៀតពេកខ្ញុំក៏ជាអ្នកសារព័ត៌មានខ្ញុំក៏គ្រប់គ្រងអ្នកសារព័ត៌មានដែរព្រោះបើលោកជាជនរងគ្រោះក៏ខ្ញុំការពារដែរខ្ញុំការពារសច្ចយុត្តិធម៌ឲ្យលោកប៉ុន្តែកុំទៅទៀតពេកអីលោកសារាយលោកនៅក្មេងណាស់បើលោកមានថ្ងៃក្រោយទៅមានបងប្អូនក្រុមគ្រួសារអីជាស្រីអុយទៅពេទ្យគេមកធ្វើអញ្ចឹងលោកលេបចូលដែរបានហើយកុំវែងពេករឿងនេះវាចប់ហើយណាខ្ញុំគ្រាន់តែបញ្ចប់ប៉ុណ្្នឹងទេគ្រាន់តែផ្ដាំផ្ញើថាកុំពេកបងប្អូនទាំងអស់គ្នាឲ្យយល់ទិសខ្យល់អំពើគុណធម៌អំពើជួយមនុស្សអ្នកណាក៏គេទទួលយកបានដែរលោកសង្ឃគេដឹងថាមកប្រុសសัตว์មកអីសូត្រទេសនាអីអប់រំមនុស្សលោកប៉ុន្តែបើសែបមេធនធម៌បើប្រព្រឹត្តអំពើអនាចារគឺយើងត្រូវតែថ្កោលទោសព្រះសង្ឃហ្នឹងមិនមែនថ្កោលទោសពុទ្ធសាសនាទេថ្កោលទោសបុគ្គលសង្ឃពេលដែលគេថ្កោលទោសលោកឈុនផលីគេអត់ថ្កោលទោសពេទ្យទូទាំងប្រទេសទេគេថ្កោលទោសបុគ្គលឈុនផលីដែលយកពេទ្យឲ្យគ្នាខូចទាំងអស់ទូទាំងប្រទេសឲ្យប្រជាពលរដ្ឋបាក់ស្បាតតាហេតុអីបានមកកែឲ្យមកកែថាពេទ្យទាំងអស់ធ្វើឲ្យគេអសទ្ធាលែងជួយសង្គ្រោះ